លោកនាងនឹងប្រិយមិត្តជាទីមេត្រីយើងក្រឡេកមកមើលនៅខេត្តកំពង់ស្ពឺស្រុកអូរ៉ាល់នេះវិញលោកនាងប្រិយមិត្តកំពុងតែតាមដានដល់អង្គភាពរបស់យើងបានផ្សព្វផ្សាយជាច្រើនលើកច្រើនសារមកហើយនៅភាពអាសោចនិងអាម៉ាស់របស់អស់លោកម្ចាស់ដីប៉មក្បាលប៉ាន់ដែកនេះត្រូវតែកំតិចឆាកលខោនបំភាន់ភ្នែកនិងត្រូវតែរឹបអូសដីរត់ជាង148ហត្តានៅអូរ៉ាល់មកវិញជាបន្ទាន់ផងកុំឲ្យភាពក៏ក្លឿនទាំងកំរោលរបស់អស់លោកទាំងនេះតទៅទៀតណាខេត្តកំពង់ស្ពឺស្រុកអូរ៉ាល់មហាជនចង់មួយចំហៀងប្រទេសទៅហើយมันអាចអត់ឱនបានទេនៅទង្វើក៏ក្លឿនរបស់អស់លោកទាំង3ទាំង4នាក់នេះភាពក៏ក្លឿនដល់អាសោចរបស់ក្រុមបុគ្គលដែលពលរដ្ឋប្រសិទ្ធនាមថាម្ចាស់ដីប៉មក្បាលប៉ាន់ដែកបានឈានទៅដល់កម្រិតដែលត្រូវតែទទួលទណ្ឌកម្មតាមផ្លូវច្បាប់ជាសាធារណៈហើយក្នុងការរំលោភបំពានដីរដ្ឋជាង148ហត្តានេះនៅក្នុងតំបន់ការពារធម្មជាតិវាលទន្ទ្រានភូមិស្រែកិនឃុំត្រពាំងជួរស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺតាំងពីឆ្នាំ2018ដល់បច្ចុប្បន្ននេះគឺជាទង្វើឧក្រិដ្ឋមួយដែលបង្ហាញពីការមើលងាយផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរក្រុមបុគ្គលទាំងនេះដែលមានមហិច្ឆតាទុច្ចរិតក្នុងការយកដីការពារដោយព្រះរាជក្រឹត្យធ្វើជាកម្មសិទ្ធិនឹងដោយបន្តប្រើល្បិចសម្ដែងឆាកល្ខោននិងស្ទាយកញ្ចាស់កម្រិលនឹងដែលបរាជ័យរាប់សិបលើកមកហើយការប្រព្រឹត្តល្មើសដ៏ធំធេងនេះមិនត្រឹមតែជាការបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះទេតែជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋបាលខេត្តនិងក្រសួងបរិស្ថានទាំងមូលផងដែរដែលទាមទារឲ្យមានការបង្ក្រាបដោយកណ្ដាប់ដៃដែករបស់អាជ្ញាធរនៅពេលឆាប់ៗនេះហើយកុំមិនដែតបណ្ដោយអស់លោកធ្វើព្យុះធ្វើភ្លៀងបានស្រេចតែចិត្តអីភាពរឹងទៅតឹងដោយក្បាលប៉ាន់ដែកនេះនឹងការបរាជ័យអាម៉ាស់មុខក្រុមបុគ្គលទាំង3រូបទី1គឺលោកសំនីទី2គឺលោកហ៊ុនសារ៉ិតទី3និងលោកអ៊ុនទីនបានបង្ហាញយ៉ាងច្បាស់នៅចរិតក្បាលប៉ាន់ដែករបស់ខ្លួនតាមរយៈកាលមិនទទួលស្គាល់នៅបទបញ្ញត្តិនិងការសម្រេចរបស់រដ្ឋទេពួកគេទាំងនេះនៅតែបន្តលួចឈូសឆាយដីព្រៃនិងលួចសាងសង់សំណង់រឹងខុសច្បាប់ធ្វើជាទីស្នាក់ការអាស្រ័យសម្រាប់ធ្វើសកម្មភាពទុច្ចរិតដោយមិនខ្វល់ពីការប្រមាននានារបស់អាជ្ញាធរខេត្តឬក៏មន្ទីរផ្សេងនោះឡើយការមើលងាយអាជ្ញាធរក្រុមទាំងនេះបានកក្លិនដោយឥតអៀនខ្មាស់ទៅនឹងការដកហូតដីព្រៃលេខ 40/18 ដកចុះថ្ងៃទី26 ខែតុលាឆ្នាំ2018របស់រដ្ឋបាលខេត្តកំពង់ស្ពឺពួកអស់លោកទាំង3គ្រឿងនេះថែមទាំងបានបន្តសកម្មភាពបើទោះបីជាមានលិខិតបដិសេធពីអាជ្ញាធរឃុំត្រពាំងជួរនិងមេភូមិស្រែកិនក៏ដោយភាពបរាជ័យដ៏អាម៉ាស់មុខនេះការប៉ុនប៉ងចុងក្រោយរបស់លោកហ៊ុនសារ៉ិតនិងលោកអ៊ុនទីនក្នុងការដាក់សំណើសុំកាត់ជ្រឿលដី148ហត្តាត្រូវបានច្រានចោលនិងបរាជ័យយ៉ាងអាម៉ាស់មុខបំផុតហើយដោយសារតែពួកអស់លោកទាំង3គ្រឿងនេះបានប្រឆាំងនឹងសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួងបរិស្ថានចុះថ្ងៃទី7 ខែឧសភាឆ្នាំ2025ដែលបញ្ជាក់ពីការអនុវត្តមាត្រាទី372នៃក្រមបរិស្ថានដោយហាមដាច់ខាតមិនឲ្យយកដីក្នុងតំបន់ការពារធម្មជាតិនឹងទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអីឬលក់ដូរនោះឡើយទង្វើរបស់ម្ចាស់ដីប៉មក្បាលប៉ាន់ដែកនេះគឺជាការសាកល្បងដ៏គ្រោះថ្នាក់មួយចំពោះប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលអាណត្តិទី7ត្រូវវាយកំទេចចោលទង្វើអូក្រិដ្ឋនេះអង្គភាពយើងខ្ញុំទាំងអស់គ្នាមានការស្នើសុំរបស់ពលរដ្ឋមហាជនទូទាំងប្រទេសសូមរិះគន់និងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះក្រុមម្ចាស់ដីប៉មក្បាលប៉ាន់ដែកទាំងនេះនិងគាំទ្រចំណាត់ការចំពោះភាពម៉ឺងម៉ាត់របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺដែលបានចាត់វិធានការខាត់គ្រឿងចាក់និងបានប្រកាសបន្តបន្ទាប់បង្ក្រាបរហូតដល់វាយកំទេចសំណង់រឹងនិងសង់ខុសច្បាប់នោះចោលឲ្យខ្ទេចចំណាត់ការបែបនេះគឺជាសញ្ញាដាស់តឿនដ៏សំខាន់មួយដល់អ្នកដែលមានបំណងល្មើសច្បាប់ផ្សេងទៀតភាពម៉ឺងម៉ាត់គឺជាកាតព្វកិច្ចរបស់ការពារសម្បត្តិរដ្ឋនៃអាជ្ញាធរខេត្តកំពង់ស្ពឺគួររំលឹកផងដែរថាការទាមទារយុត្តិធម៌ដាច់ណាត់ក្នុងនាមសារព័ត៌មានយើងសូមទាមទារអន្តរាគមន៍ជាបន្ទាន់និងដាច់ណាត់ពីឯកឧត្តមបណ្ឌិត
អៀងសផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអាយដាមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺបើការស៊ើបអង្កេតជាបន្ទាន់កុំឲ្យភាពកក្លឿនរបស់អស់លោកទាំង3គ្រឿងនេះចេះតែបណ្ដេតបណ្ដោយទៅវែងឆ្ងាយទៅខាងមុខទៀតដើម្បីរកឲ្យឃើញពីអ្នកពាក់ព័ន្ធទាំងអស់អ្នកណានៅខាងក្រោយរបស់អស់លោកនេះរួមទាំងមន្ត្រីជំនាញណាដែលក្បាលចូលកន្ទុយចេញនេះដែលពាក្យមួយទៀតគេថាតមន្ត្រីក្របលពើស្ងោខົບខិតជាមួយនឹងពលរដ្ឋទាំង3គ្រឿងនេះបាទប្រមូលឲ្យអស់តែម្ដងក្នុងករណីរំលោភបំពានលើដី148ហិកតានេះចាត់វិធានការដកហូតដីរដ្ឋទាំងមូលមកវិញនិងវាយកំទេចចោលរាល់សំណងដែលសាងសង់ខុសច្បាប់ដោយក្រុមម្ចាស់ដីប៉មក្បាលប៉ាន់ដែកនេះនាំខ្លួនបុគ្គលទាំង3រូបនេះទៅកាត់ទោសតាមច្បាប់ដើម្បីធ្វើជាគំរូទោសធ្ងន់ដល់អ្នកដែលហ៊ានប៉ះពាល់ដីរដ្ឋការពារដោយព្រះរាជក្រឹត្យការលើកលែងណាមួយគឺស្មើនឹងការបើកផ្លូវឲ្យអំពើពុករលួយនិងការបំផ្លិចបំផ្លាញកាន់តែរីលដាលធំឡើងអង្គភាពសារព័ត៌មានយើងជាកញ្ចក់ឆ្លុះបញ្ចាំងរឿងរ៉ាវក្នុងសង្គមដើម្បីជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងពលរដ្ឋហើយរិះគន់ក្នុងន័យស្ថាបនាពុំមានចេតនាជន់ពង្លិចបុគ្គលស្ថាប័នណាមួយឡើយអង្គភាពសារព័ត៌មានយើងខ្ញុំប្រកាន់ខ្ជាប់នឹងការរងចាំបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នឬបុគ្គលពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសូមអរគុណ